វីដេអូ highlight ដែលអ្នកទាំងអស់គ្នាបានមើលមិញនេះកុំច្រឡំថានៅប្រទេសចិនអ្នកទាំងអស់គ្នាគឺនៅប្រទេសកម្ពុជារបស់យើងនឹងឯងដែលខ្ញុំខំជិះកាត់ព្រៃកាត់ភ្នំកាត់ផ្លូវគ្រោះកាត់អីវាថាកាត់គ្រប់សពហ្មងអ្នកទាំងអស់គ្នាអើយជិះតាមបង Google Map យើងនឹងនិយាយថាអូឲ្យយើងជិះកាត់កលេចកលុកកាត់ចុះកាត់ឡើងដល់យើងបានទៅដល់ផ្លូវធំអានឹងថាអូផ្លូវនេះបើសិនជាយើងជិះតាមធំវាស្រួលជាងយើងកាត់ចុះកាត់ឡើងតាម map អ្នកទាំងអស់គ្នានិយាយពីថាមួម៉ៅដែរមេឃរៀងក្តៅហើយឲ្យកាត់ចេះកាត់ចុះហើយអ្វីដែលសំខាន់ជិះកាត់វាសាច់សារ៉ាអ្នកទាំងអស់គ្នាចិត្តវាសាច់សារ៉ាហុយពេកឥឡូវអ្នកទាំងអស់គ្នាបានឃើញអីបំពំមករបងនិយាយទៅដូចមហាកំផែងចិនហ្នឹងអូខេនិយាយលេងទាំងអស់គ្នានិយាយទៅខ្ញុំជិះមកម៉ោង3ម៉ោង4ថ្ងៃរៀបលិចដែរអញ្ចឹងណានេះអ្នកទាំងអស់គ្នាខ្ញុំចង់បង្ហាញកន្លែងអ្នកទាំងអស់គ្នាដែលខ្ញុំមកថ្ងៃហ្នឹងគឺវត្តបញ្ញាធំដែលនៅជិតគៀកអំពេញយើងដែរអាចថាបើសិនជាអ្នកទាំងអស់គ្នាជិះពី Eon 2ទៅអាចនឹងប្រហែលជា20នាទីតិចតួចគឺដល់ហើយអ្នកទាំងអស់គ្នាហើយតើតោជាមួយនឹងវត្តបញ្ញាធំដែរអាចនឹងថាខ្ញុំទៅរៀងក្រោយគេបន្តិចអ្នកទាំងអស់គ្នាព្រោះដោយសារតែខ្ញុំរៀបចំ plan ទៅតាំងពីថ្ងៃបើកដំបូងមែនអ្នកទាំងអស់គ្នាតែដោយសាររៀងមានnhữngរឿងការងារអីតិចតួចចឹងទៅក៏ចេះតែពជាពេលពជារហូតតែមិនបានមកដល់ក្នុងថ្ងៃហ្នឹងទេតោះឥឡូវកលែកមកមើលបរិវេណលបងនៅជុំវិញខាងក្រៅវត្តវិញហើយនៅក្នុងច្រកខ្លងទ្វារដែលត្រូវចូលវត្តគឺខាងវត្តបានដាក់បំរាមខ្លះៗដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចអានមុនចូលទៅហើយអ្នកទាំងអស់គ្នាអាចចូលទស្សនាបានគឺអត់មានគិតទឹកប្រាក់អីទេណាឥឡូវអ្នកទាំងអស់គ្នាកលែកមកមើលលបងមុខវត្តវិញអ្នកទាំងអស់គ្នាខ្លងទ្វារមានឃើញអីប្លែកអត់អ្នកទាំងអស់គ្នាគឺក្បាច់ផ្ការំដួលរបស់ខ្មែរយើងដែលតំណាងឲ្យប្រទេសជាតិខ្មែរយើងហ្មងខ្ញុំអត់ដឹងថាធ្វើមកពីដែកឬក៏ស្ពាន់អ្នកទាំងអស់គ្នានៅខាងក្រៅពិតជាស្អាតខ្លាំងមែនតើនិយាយទៅផុសចេញមក 3D ហ្មងអូយហើយបើពណ៌វិញបាញ់និយាយទេហើយខ្ញុំស្រឡាញ់ជាងគេគឺកន្លែងខ្លងទ្វារនឹងឯងអ្នកទាំងអស់អាចមិនយើងថាជាងចោះអ្នកទាំងអស់គ្នាតែបើសម្រាប់មកមើលទ្វារវិញតែស្អាតខ្លាំងសំខាន់មានព្រះពុទ្ធដែលគង់នៅខាងក្រោមដើមពោធិ៍ស្ដាប់ធម៌អ្នកទាំងអស់គ្នាស្អាតខ្លាំងមែនតើនឹងគ្រាន់តែសាច់នៅខាងក្រៅអ្នកទាំងអស់គ្នាបើសិនជាខាងក្នុងញាក់សាច់ខ្លាំងជាងនឹងទៀតទាំងអស់គ្នានេះគឺជាលើកទី1របស់ខ្ញុំអញ្ចឹងខ្ញុំមិនដឹងថាច្រកទ្វារដែលខ្ញុំចូលនឹងនៅខាងមុខវត្តឬក៏នៅខាងក្រោយវត្តទេតែអ្វីដែលសំខាន់គឺវត្តកំពុងតែសាងសង់ថែមហើយអ្នកទាំងអស់គ្នាមួយទៀតខ្ញុំក៏អត់ដឹងថាហេតុអីបានវត្តបញ្ញាធំគាត់សាងសង់ចេញមកជារបៀបជាព្រះវិហារចិនអញ្ចឹងណាអ្នកទាំងអស់គ្នានេះខ្ញុំមិនដឹងថាខ្ញុំនិយាយខុសបើសិនជាខ្ញុំនិយាយខុសឬក៏ត្រូវអីអធិស្ឋានផងតែមែនអ្នកទាំងអស់គ្នាដូចនៅប្រទេសចិនតោះអ្នកទាំងអស់គ្នាឥឡូវយើងមានផ្លូវដើម្បីចូលទៅកាន់វិហារខាងក្នុងទៀតហើយតាក់ទងជាមួយនឹងថ្មលបងថ្មអញ្ចឹងអ្នកទាំងអស់គ្នាគឺធំខ្លាំងមែនតើវ៉ាវអូវ៉ាវអ្នកទាំងអស់គ្នានៅខាងក្នុងស្អាតខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាមានឃើញសម្គាល់ឃើញថ្មហើយអ្នកទាំងអស់គ្នាដាក់ប្រដប់និយាយទៅសាងសង់របៀបប្រដប់គ្នាស្អាតមកបែបហ្មងអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយខាងដើមវីដេអូអញ្ចឹងអ្នកទាំងអស់គ្នាដូចឆ្លងភពទៅប្រទេសចិនអញ្ចឹងមិញយើងចូលខ្លងទ្វារមករបៀបលក្ខណៈខ្លងទ្វារផ្ការរំដួលខ្មែររបស់យើងអញ្ចឹងណាតែពេលវាឆ្លងផុតហើយគឺឈរភពថ្មីហើយដូចនៅវត្តចិនអញ្ចឹងអ្នកទាំងអស់គ្នាពិតជាស្អាតខ្លាំងមែនតើនិយាយទៅហើយខ្ញុំចង់ recommend អ្នកទាំងអស់គ្នាបន្តិចខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបើសិនជាចង់មកលេងអ្នកទាំងអស់គ្នាអាចមកពេលព្រឹកបានព្រោះដោយសារពេលព្រឹកគឺអត់សូវក្តៅអ្នកទាំងអស់គ្នារៀងត្រជាក់អញ្ចឹងតែបើសិនជាអ្នកទាំងអស់គ្នាមកពេលថ្ងៃគឺរៀងក្តៅបន្តិចហើយដីមិនមែនដីទូទេអ្នកទាំងអស់គ្នាដីធំហ្នឹងអញ្ចឹងដើរទៅហត់អញ្ចឹងណាហត់បោកមួយក្តៅហ្នឹងយើងធ្វើឲ្យយើងអត់សូវស្រួលខ្លួនតែបើសិនជាខ្ញុំដោយសារខ្ញុំដឹងបទពិសោធន៍មិត្តភ័ក្តិរបស់ខ្ញុំគាត់បានមកលេងមុនហើយគាត់បានប្រាប់ខ្ញុំថាបើសិនជាចង់ទៅលេងតតែទៅពេលរៀងល្ងាចតិចឬក៏ទៅពេលព្រឹកអញ្ចឹងទៅនឹងទៅវាបានអត់សូវក្តៅហើយយើងដើរទៅមានអារម្មណ៍ថាស្រស់ថ្លាត្រជាក់ស្រួលអីអញ្ចឹងទៅឥឡូវបានចូលមកពហិមួយហើយអ្នកនរគ្នាតែខ្ញុំមិនដឹងថាពហិទី1ឬក៏មិនទេណាព្រោះដោយសារលើកទី1របស់ខ្ញុំដែរហើយបើតាមខ្ញុំដឹងគឺក្នុងវិហារមួយមានតម្កល់ព្រះពុទ្ធរូបមួយអង្គអញ្ចឹងអ៊ំអ៊ីបងគាត់កំពុងតែចូលទៅថ្វាយបង្គំដើម្បីសុំពរសុំសេចក្តីសុខហើយអ្វីដែលសំខាន់គឺសូមរក្សាភាពស្ងៀមស្ងាត់ព្រោះដោយសារនៅក្នុងទីវត្តអារាមអញ្ចឹងសូម្បីតែបំរាមនៅខាងមុខក៏ខាងវត្តបានដាក់ផ្លាកបំរាមដូចគ្នាដោយសារយើងអាចចូលមករៀងលោឡាជជែកលឺអីបានអញ្ចឹងណាយើងគោរពសិទ្ធិអ្នកដទៃផងហើយណាមួយក៏ដូចជាគោរពព្រះដែលនៅខាងក្នុងផងបន្ទាប់ពីបានថ្វាយបង្គំព្រះពុទ្ធហើយខ្ញុំក៏បានដើរទៅបន្តទៅខាងមុខទៀតដូចខ្ញុំនិយាយប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺមិនមែនតែមានវិហារមួយនៅក្នុងវត្តទេមានច្រើនអ្នកទាំងអស់គ្នា 4-5 វិហារហើយសូម្បីតែទីធ្លាដើរអ្នកទាំងអស់គ្នាល្វឹងល្វើយខ្លាំងមែនតើហើយក្បាច់រចនាមួយគឺរៀងថាស្តៀងគ្នាហើយខ្ញុំនៅតែនិយាយទៅសថ្មជាងអីនឹងអ្នកទាំងអស់គ្នាឲ្យធំខ្លាំងមែនតើមកនេះអត់តន់សាងសង់ហើយ 100% បើសិនជាសាងសង់ 100% ហើយមិនពិតមិនដឹងថាស្អាតមិនទេអ្នកទាំងអស់គ្នាជំរឿនៅពេលដែលសាងសង់ 100% ពេញខ្ញុំនឹងមកធ្វើ vlog ឲ្យអ្នកទាំងអស់គ្នាមើលម្ដងទៀត
ឥឡូវខ្ញុំបានមកដល់វិហារមួយទៀតហើយអ្នកទាំងអស់គ្នា different vibe ទៀតហើយវិហារម្ដុំនេះគឺមានទឹកផាត់ជុំវិញហ្មងអ្នកទាំងអស់គ្នាអូមិនជុំវិញទេអាចថាមកមុខវិហារឬក៏ជាហៀងវិហារអញ្ចឹងណានិយាយទៅអ្នកទាំងអស់គ្នាអើយស្រស់ស្រាយខ្លាំងមែនតែនហ្មងណាហើយអាឡែងទៅដើរឆ្លក់វែងជាមួយនឹងពហិយពេកអ្នកទាំងអស់គ្នាហើយដូនជីហាវដោយសារអញ្ចេះម៉ោងដល់ម៉ោងបិទម៉ោង5អញ្ចឹងហើយខ្ញុំដើរឡើងតែមើលស្បាយមើលពេកលេងដើរឡើងដល់ម៉ោង5ដល់លុះឡើង10នាទីជាងអ្នកទាំងអស់គ្នាដូនជីបក់ដៃហាវមានប្រហែលជា2-3ក្រុមដែរអត់ទាន់បានទៅដូចគ្នាអញ្ចឹងណាឥឡូវពួកខ្ញុំកំពុងតែធ្វើដំណើរទៅវិញហើយស្ដាយខ្លាំងមែនតើអ្នកទាំងអស់គ្នាដោយសារខ្ញុំមកដល់តែមកដល់ម៉ោង4កន្លះបាត់ហើយតែមកតែចូលទៀតគឺដល់ម៉ោងបិទម៉ោងអ្នកទាំងអស់គ្នាដោយសារតែខ្ញុំលើកទី1ខ្ញុំមិនដឹងថាវត្តដែលយើងទៅលេងហ្នឹងគឺគេបិទត្រឹមម៉ោង5អញ្ចឹងណាខ្ញុំមិនដឹងសោះហ្មងអ្នកទាំងអស់គ្នាថ្ងៃហ្នឹង vlog របស់ខ្ញុំដែលមកដើរលេងនៅវត្តបញ្ញាធំគឺបានចប់ហើយអ្នកទាំងអស់គ្នាដោយសារតែដល់ម៉ោងបិទអញ្ចឹងណាឥឡូវនេះពួកយើងកំពុងទៅដើរទៅខាងក្រៅវិញអញ្ចឹងសូមអធិស្ឋានអ្នកទាំងអស់គ្នាផងកុំយកគំរូតាមខ្ញុំអីអ្នកទាំងអស់គ្នាសូមគោរពបម្រាមខាងវត្តផងកុំឲ្យទៅលេងអញ្ចឹងយើងមើលម៉ោងមើលអីកុំឲ្យហួសម៉ោងដូចរហូតដល់តែមានដូនជីហាវដូចខ្ញុំអញ្ចឹងណាឥឡូវនេះពួកខ្ញុំកំពុងតែនាំគ្នាទៅផ្ទះវិញព្រោះដោយសារអញ្ចឹងនៅវត្តនេះយើងខាងវត្តគឺគាត់បើកចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង5ល្ងាចអញ្ចឹងឥឡូវនេះពួកយើងដល់មកគាត់បិទវត្តហើយពួកខ្ញុំកំពុងធ្វើដំណើរទៅខាងក្រៅវិញសួស្តីអ្នកទាំងអស់គ្នា vlog នេះគឺបានមកដល់ទីបញ្ចប់ទៀតហើយឥឡូវហ្នឹងពួកខ្ញុំកំពុងតែអង្គុយសម្រាប់បាត់ហត់ទីសិនព្រោះដោយសារតែដើរនៅក្នុងវត្តគឺទីធ្លាវត្តធំខ្លាំងមែនតើគេដើរហត់ដែរណាដើរហត់ដែរអញ្ចឹងឥឡូវនេះពួកខ្ញុំនឹងកំពុងអង្គុយកន្លែងនេះហើយអង្គុយបាត់ហត់បន្តិចពួកខ្ញុំនឹងចេញដំណើរទៅអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាដែលធ្លាប់តាមដាន vlog របស់ខ្ញុំតាំងមិនថាពី Facebook ឬក៏ YouTube អីទៅអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាអរគុណខ្លាំងមែនទែនហើយអ្វីដែលពិសេសកុំភ្លេច Subscribe YouTube ខ្ញុំផងអរគុណច្រើនបាយបាយជួបគ្នា the next vlog